រឿងធនិញ្ជ័យបោកស្ដេចឲ្យមើលត្រីវគ្គទី1ចំនួនរវាងស្ដេចនិងធនិញ្ជ័យកាលពីព្រេងនាយមានស្ដេចមួយអង្គដែលតែងតែចង់ផ្ចាញ់ផ្ចាលប្រាជ្ញារបស់ធនិញ្ជ័យស្ដេចតែងតែរកល្បិចគ្រប់យ៉ាងដើម្បីធ្វើបាបឬធ្វើឲ្យធនិញ្ជ័យខ្មាស់គេប៉ុន្តែជានិច្ចកាលធនិញ្ជ័យតែងតែយកឈ្នះវិញដោយវោហារសពថ្ងៃមួយស្ដេចមានបន្ទូលហៅធនិញ្ជ័យមកគាល់ហើយមានរាជចង្ការបែបចំអកថាធនិញ្ជ័យឯងថាឯងចេះដឹងសពគ្រប់តើឯងធ្លាប់ឃើញត្រីប្លែកដែលយើងមិនដែលឃើញទេធនិញ្ជ័យដឹងភ្លាមថាស្ដេចចង់លបងប្រាជ្ញាទៀតហើយធនិញ្ជ័យក៏ទៅវិញយ៉ាងរហ័សពិតព្រះអង្គទូលបង្គំធ្លាប់ឃើញត្រីអត់ស្រកាមួយប្រភេទដែលអស្ចារ្យណាស់វារស់នៅក្នុងទឹកជ្រៅហើយមានតែអ្នកមានបុណ្យបារមីខ្ពស់ដូចព្រះអង្គទើបអាចមើលឃើញច្បាស់វគ្គទី2ការរៀបចំល្បិចនាទីទី4-8ស្ដេចឮថាមានត្រីចម្លែកដែលអ្នកមានបុណ្យទើបមើលឃើញក៏កើតចិត្តចង់ដឹងចង់ឃើញនិងចង់បង្ហាញបុណ្យបារមីរបស់ខ្លួនផងស្ដេចក៏បង្គាប់ឲ្យធនិញ្ជ័យនាំទៅមើលធនិញ្ជ័យក៏នាំស្ដេចនិងមន្ត្រីសេនាទៅកាន់មាត់បឹងដ៏ធំមួយដែលមានទឹកថ្លាយ៉ងធនិញ្ជ័យដឹងភ្លាមថាស្ដេចចង់លបងប្រាជ្ញាទៀតហើយធនិញ្ជ័យក៏ទៅវិញយ៉ាងរហ័សពិតព្រះអង្គទូលបង្គំធ្លាប់ឃើញត្រីអត់ស្រកាមួយប្រភេទដែលអស្ចារ្យណាស់វារស់នៅក្នុងទឹកជ្រៅហើយមានតែអ្នកមានបុណ្យបារមីខ្ពស់ដូចព្រះអង្គទើបអាចមើលឃើញច្បាស់វគ្គទី2ការរៀបចំល្បិចស្ដេចឮថាមានត្រីចម្លែកដែលអ្នកមានបុណ្យទើបមើលឃើញក៏កើតចិត្តចង់ដឹងចង់ឃើញនិងចង់បង្ហាញបុណ្យបារមីរបស់ខ្លួនផងស្ដេចក៏បង្គាប់ឲ្យធនិញ្ជ័យនាំទៅមើលធនិញ្ជ័យក៏នាំស្ដេចនិងមន្ត្រីសេនាទៅកាន់មាត់បឹងដ៏ធំមួយដែលមានទឹកថ្លាយ៉ងមុននឹងទៅដល់ធនិញ្ជ័យបានរៀបចំទុកជាមុនដោយប្រាប់អ្នកបម្រើឲ្យត្រៀមសំណាញ់និងកញ្ជើប៉ុន្តែមិនឲ្យដាក់អ្វីទាំងអស់ធនិញ្ជ័យប្រាប់ស្ដេចថាព្រះអង្គត្រីនេះអៀនណាស់បើឃើញមនុស្សច្រើនស្លៀកពាក់ខោអាវស្កឹមស្កៃវានឹងមិនចេញមកទេដើម្បីមើលឃើញវាព្រះអង្គត្រូវដោះគ្រឿងរាជាស្រយាលចេញហើយចុះទៅក្នុងទឹកម្នាក់ឯងវគ្គទី3ស្ដេចចុះទឹកដោយសារចង់ឃើញត្រីប្លែកនិងចង់បង្អួតសេនាថាខ្លួនជាអ្នកមានបុណ្យស្ដេចក៏សុខចិត្តដោះព្រះភូសាខោអាវចេញអស់នៅសល់តែព្រះសម្ពុតខ្លីមួយរួចយាងចុះទៅក្នុងបឹងទឹកដ៏ត្រជាក់ធនិញ្ជ័យឈរនៅស្ដេចខំប្រឹងអន់មើលក្នុងទឹករកចុះរកឡើងឃើញតែស្រមោលខ្លួនឯងនិងទឹកដែលរញ្ជួយស្ដេចក្រែងខ្មាស់ធនិញ្ជ័យនិងសេនាក៏ឆ្លើយទាំងបង្ខំថាយើងឃើញហើយត្រីនេះពិតជាស្អាតប្លែកមែនការពិតស្ដេចមិនឃើញអ្វីទាំងអស់តែខ្លាចគេថាខ្លួនគ្មានបុណ្យវគ្គទី4កំពូលល្បិចរបស់ធនិញ្ជ័យខណៈពេលដែលស្ដេចកំពុងតែត្រាំទឹករកមើលត្រីដែលគ្មានរូបរាងធនិញ្ជ័យក៏ចាប់ផ្ដើមស្រែកប្រកាសទៅកាន់មន្ត្រីនិងអ្នកស្រុកដែលឈរមើលឆ្ងាយថាអ្នករាល់គ្នាឲ្យមើលចុះស្ដេចយើងពិតជាអស្ចារ្យណាស់ព្រះអង្គមិនខ្លាចត្រជាក់មិនខ្លាចសត្វត្រឆានប៉ុន្តែតាមពិតធនិញ្ជ័យចង់ឲ្យអ្នកស្រុកឃើញស្ដេចក្នុងសភាពដោះខោអាវត្រាំទឹកដូចសត្វធាតុដើម្បីជាការសងសឹកដែលស្ដេចតែងតែធ្វើបាបខ្លួនធនិញ្ជ័យបន្តបញ្ជោព្រះអង្គត្រីនោះលោតទៅខាងនោះហើយសូមព្រះអង្គគំមុជទឹកទៅមើលឲ្យជិតបន្តិចទៀតស្ដេចក៏ខំមុជចុះឡើងរហូតដល់ហត់ដង្ហក់និងរងាញ័រទាក់វគ្គទី5ការដឹងខ្លួននិងមេរៀនចុងក្រោយស្ដេចយាងឡើងមកលើមាត់ច្រាំងវិញទាំងរងាញ័រញាក់ធនិញ្ជ័យក៏សួរថាពិតព្រះអង្គតើព្រះអង្គបានយល់ច្បាស់ហើយឬនៅរូបរាងត្រីអត់ស្រកានោះស្ដេចដឹងខ្លួនថាត្រូវធនិញ្ជ័យបោកឲ្យចុះទឹកហាលថ្ងៃត្រាំទឹកឲ្យគេមើលទេបាត់ទៅហើយប៉ុន្តែមិនដឹងនិយាយអ្វីចេញព្រោះខ្លួនជាអ្នកឆ្លើយថាឃើញមុនគេស្ដេចក៏មានបន្ទូលទាំងអឹមអៀមថាធនិញ្ជ័យឯងពិតជាពូកែមែនត្រីអត់ស្រកានោះយើងនឹងចងចាំទុកចាប់ពីពេលនោះមកស្ដេចក៏រៀងចាលលែងហ៊ានលបងប្រាជ្ញាជាមួយធនិញ្ជ័យបែបកំប្លែងទៀតហើយមេរៀនអប់រំក្នុងរឿងនេះ1កុំចង់អួតអាងការចង់បង្អួតបុណ្យបារមីឬចំណេះដឹងដែលខ្លួនគ្មានពិតប្រាកដនាំឲ្យងាយធ្លាក់ក្នុងល្បិចរបស់អ្នកដទៃ2ប្រាជ្ញាឈ្នះអំណាចស្ដេចអាចបង្ខំមនុស្សបានតែមិនអាចឈ្នះប្រាជ្ញាដែលប្រើក្នុងផ្លូវត្រូវឡើយ3ការដឹងខ្លួនមនុស្សយើងត្រូវស្គាល់ខុសស្គាល់ត្រូវ
កុំជឿតាមការបញ្ចូលរបស់គេពេកសូមបងប្អូនជួយចុច Subscribe និងចុចកណ្ដឹងផងសូមអរគុណបងប្អូនទាំងអស់ទុកជាមុន